ធ្វើឲ្យប្រសើរឡើងនៃសេវាទឹកស្អាតអនាម័យនិងការសម្អាតកំពុងផ្លាស់ប្រែសហគមន៍ដែលជាតម្រូវការចាំបាច់បំផុតការផ្លាស់ប្រែនេះផ្ដល់ផលជាវិជ្ជមានដល់មនុស្សជាច្រើនជាពិសេសកុមារគម្រោងទឹកស្អាតនិងអនាម័យបានគ្របដណ្ដប់ដល់ភូមិចំនួន2ក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យដែលផ្ដល់អត្ថប្រយោជន៍ដល់មនុស្សចំនួន1151នាក់រួមទាំងកុមារងាយរងគ្រោះចំនួន446នាក់ពេលឥឡូវក្នុងសាលាមានទឹកស្អាតប្រើប្រាស់មានទាំងកន្លែងប្រគល់ស្អាតមានអនាម័យកន្លែងលាងដៃស្អាតទឹកស្អាតនោះប្រហែលយើងបើកក្បាលរមណីមកអាចប្រើប្រាស់លាងដៃលាងជើងធម្មតាបានពេលយើងលេងប្រឡាក់ដៃប្រឡាក់ជើងទៅយើងអាចលាងដៃហើយចូលរៀនមានអារម្មណ៍ស្រស់ស្រាយក្នុងការរៀនសុខភាពល្អធម្មតាវិញគម្រោងទឹកស្អាតនិងអនាម័យក៏បានតភ្ជាប់ទៅដល់សាលាបឋមសិក្សា2កន្លែងអនុវិទ្យាល័យ1កន្លែងនិងបណ្ណាល័យសហគមន៍2កន្លែងផងដែរការធ្វើឲ្យប្រសើរឡើងនៅការអនុវត្តអនាម័យបានកាត់បន្ថយចំនួនអវត្តមានសិស្សដែលបណ្ដាលពីការប្រើប្រាស់ទឹកមិនស្អាតគម្រោងទឹកស្អាតនិងអនាម័យបានផ្លាស់ប្រែពីការប្រើប្រាស់ទឹកអណ្ដូងចំហដែលឆ្ងាយពីផ្ទះមកប្រើប្រភពទឹកស្អាតតាមបណ្ដាញបំពង់ដែលអាចសម្រួលការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ឲ្យមានសុខុមាលភាពកាន់តែប្រសើរឡើងនៅពេលដែលយើងមានទឹកស្អាតប្រើប្រាស់មួយគឺមិនចាំបាច់ទៅដងឆ្ងាយ2មានបង្គន់សម្រាប់ប្រើប្រាស់3យើងអាចយកទឹកនោះទៅលាងសម្អាតបន្លែនិងធ្វើម្ហូបបានទី4នោះគឺយើងអាចយកទឹកទៅស្រោចដំណាំបន្លែផ្លែផ្កាជុំវិញផ្ទះគម្រោងនេះអាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន223គ្រួសារដោយផ្ទាល់និងជួយដល់356គ្រួសារដោយប្រយោលដែលនាំមកនូវឱកាសសម្រាប់ការអប់រំជួយសម្រាប់បន្ទុកជីវភាពនិងជួយឲ្យពួកគេមានអាហារហូបចុកគ្រប់គ្រាន់តាមរយៈការមានសួនដំណាំនៅផ្ទះដល់ពេលបានទឹកស្អាតញ៉ាំឲ្យបានមានប្រព័ន្ធអនាម័យហើយនឹងកន្លែងលាងដៃស្អាតគឺសិស្សានុសិស្សមិនបានទទួលនៅជំងឺផ្សេងៗនោះទៀតទេចេះហើយគាត់មករៀនបានទៀងទាត់បាទធ្វើឲ្យគាត់មានសុខភាពល្អការអប់រំអំពីអនាម័យបានផ្ដល់សិទ្ធិអំណាចដល់សិស្សនិងគ្រូបង្រៀនក្នុងការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពទី1យើងខ្ញុំធ្វើការរួមជាក្រុមដើម្បីថែរក្សាស្ថានីយ៍ទឹកស្អាតនៅទីនេះឲ្យបានគង់វង្សទី2ដើម្បីចែកចាយទឹកស្អាតដល់ជាពលរដ្ឋជាពិសេសគឺកុមារឲ្យបានទឹកស្អាតប្រើប្រាស់ឲ្យមានសុខភាពល្អគម្រោងរបស់អង្គការទស្សនពិភពលោកអន្តរជាតិក៏ជួយសហគមន៍ក្នុងការថែទាំនិងបន្សាំឲ្យពួកគាត់រក្សានិរន្តរភាពធនធានទឹករបស់ខ្លួនផងដែរស្មារតីរបស់ខ្ញុំចង់ខ្លាចជាវិស្វករកសាងទឹកស្អាតឲ្យសហគមន៍របស់ខ្ញុំមានទឹកស្អាតប្រើប្រាស់ដូចគ្នាផ្ទះដែលសម្បូរសប្បាយជាផលជះវិជ្ជមានមួយនៃកម្មវិធីទឹកស្អាតនិងអនាម័យដែលយើងអាចមើលឃើញនិងទទួលដឹងដោយអារម្មណ៍គ្រប់ទីកន្លែងយើងរួមគ្នាកសាងសហគមន៍ដែលមានសុខភាពល្អនិងសុភមង្គលពីព្រោះកុមារគ្រប់រូបសមនឹងទទួលបានអនាគតភ្លឺស្វាងនិងជីវិតពេញបរិបូរណ៍